Ngàyនេះខ្ញុំមកបង្ហាញបងពីរបៀបធ្វើកញ្ចក់សម្រាប់លក់ឬក៏បិទនៅលើដៃយើងផ្ទាល់ព្រោះពេលខ្លះពេលយើងធ្វើដៃឆ្វេងរៀងពិបាកដែរយកដៃឆ្វេងទៅធ្វើដៃស្ដាំណាវារៀងទៅអញ្ចឹងបងអាចធ្វើរបៀបនេះក៏បានដែរយើងអាចស្អាតបានទាំងសងខាងអញ្ចឹងដំបូងឡើយបងរើសកញ្ចក់ឲ្យត្រូវជាមួយទម្រង់ដៃរបស់យើងសិនមករាប់ពីកូនដៃទៅដល់មេដៃហើយសម្រាប់កូនដៃនាងដៃកដាឬដៃច្អល់ហ្នឹងគឺខ្ញុំដាក់នៅចិត្តគ្នាពីជាប់គ្នាអញ្ចឹងទៅហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមរុះខាងចុងកញ្ចក់ហ្នឹងតិចដោយសារតាកញ្ចក់ពេលដែលចេញពីពុំរោងចក្រគេមកហ្នឹងវាមានអាងខាងមុខវាហ្នឹងវាអត់សូវស្មើអញ្ចឹងណាយើងធ្វើការរុះតិចទៅបន្ទាប់ពីរុះបានគ្រប់ម្រាមអស់ហើយបងចាប់ផ្ដើមយកវាទៅចាប់នៅលើជើងទ្រកញ្ចក់ណាអញ្ចឹងការដាក់នៅលើជើងទ្រកញ្ចក់ក៏ដូចគ្នាខ្ញុំយកពីកូនដៃរហូតដល់មេដៃហ្នឹងគឺកូនដៃដាក់នៅចិត្តកូនដៃទាំងពីរនាងដៃដាក់នៅចិត្តនាងដៃអញ្ចឹងខ្ញុំដាក់ចិត្តគ្នាពីអញ្ចឹងកុំឲ្យច្រឡំណាធ្វើអញ្ចឹងស្រួលអត់ញញ៉ៃទេតែបើបងគិតថាវិធីផ្សេងស្រួលជាងហ្នឹងក៏អាចរៀបតាមហ្នឹងក៏បានដែរអត់បញ្ហាទេអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការបិទនៅលើជើងទ្រហើយខ្ញុំយកកញ្ចក់ហ្នឹងមករុះឲ្យរសោះទៅតាមផ្ទៃវាហ្នឹងណាខ្ញុំអត់យកឡងចឹងឯងខ្លាចលោលាបចាល់ទៅវាអត់ជាប់អញ្ចឹងខ្ញុំយកឈើរុះរបៀបជាប៉ុងដែរប៉ុន្តែវារាងស៊ីធំដែរខ្ញុំយកខាងនឹងមកខាត់ចឹងណាបន្ទាប់ពីខាត់គ្រប់ម្រាមអស់ហើយបងយកជក់មកបោះបន្តិចកន្ទីចេញឲ្យអស់ចឹងមកហើយខ្ញុំធ្វើការលាបទឹកភ្ជាប់ឲ្យបានគ្រប់ម្រាមទៅហើយបងដាក់អាំងទៅបន្ទាប់ពីដាក់អាំងហើយខ្ញុំចាប់ផ្ដើមលាបជាមួយនឹងពណ៌ចំហុយម្ដងពណ៌ចំហុយនេះខ្ញុំយកពណ៌រាងឈូកស្រាលដែរអញ្ចឹងណាបងបើសិនជាបងគិតថាវាស្រាលពេកអាចលាប2ជាន់បានអញ្ចឹងបន្ទាប់ពីខ្ញុំលាបចាល់ចំហុយហើយដាក់អាំងអីហើយខ្ញុំចាប់ផ្ដើមមកច្នៃម៉ូដម្ដងហើយម៉ូដរបស់ខ្ញុំគឺខ្ញុំលាបពណ៌ឆក់ហើយខ្ញុំអូសក្រមកបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ចាល់ឆក់គឺបងត្រូវឆក់មួយអាំងមួយឆក់ម្ដងអាំងម្ដងអញ្ចឹងណាអញ្ចឹងម៉ូដរបស់ខ្ញុំថ្ងៃនេះគឺគ្រប់ម្រាមទាំងអស់ខ្ញុំលាបមួយថប់ស្ងួតទាំងអស់អញ្ចឹងខ្ញុំបន្ទាប់ពីខ្ញុំគូសខាងចុងឆ្វេងស្ដាំដែលខ្ញុំចង់បានហើយខ្ញុំចាប់ដើមមកលាបជាមួយនឹងថប់ស្ងួតដើម្បីអូសក្របានស្អាតបងត្រូវទៅលាបថប់ស្ងួតដាច់ខាតត្រូវទៅលាបអញ្ចឹងណារួចហើយខ្ញុំចាប់ដើមមកអូសក្រម្ដងទៅតាមម៉ូដដែលខ្ញុំចង់បានម៉ូដមួយនេះខ្ញុំធ្វើខាងចុងចឹងខ្ញុំអូសក្រខាងចុងខ្ញុំយកវ៉ាន់វាយើងដូចយើងគូសចុងសអញ្ចឹងណាហើយយើងគូសរៀងខ្សែបន្ទាត់លើក្រោមអូសទៅមកទៅឲ្យវាចេញទៅសរសៃរៀងដែលយើងចង់បានមកបងអាចដាក់អាំងបានហើយអញ្ចឹងខ្ញុំធ្វើម៉ូដអញ្ចឹងពីម្រាមណាអូសអញ្ចឹងពីម្រាមទៅហើយម៉ូដផ្សេងទៀតខ្ញុំទៅពីម្រាមដោយសារឆ្វេងស្ដាំអញ្ចឹងសម្រាប់ការអូសក្របងចង់ឲ្យវាឡើងពណ៌ក្រាស់ស្អាតបងយកចាល់ស្ពឹកហ្នឹងយើងយកមកលាយជាមួយទឹកថ្នាំកញ្ចក់ពណ៌ខ្មៅបងអញ្ចឹងទៅបងពេលអូសហើយគឺវាឡើងពណ៌ក្រាស់ល្អហើយវាស្រួលក្នុងការអូសទឹកថ្នាំវារៀងខាប់អូសស្រួលមែនតើអញ្ចឹងបន្ទាប់ពីអាំង60វិហើយខ្ញុំចាប់ផ្ដើមមករស់អ៊ីណុកតែម្ដងសម្រាប់ការរស់អ៊ីណុកបងត្រូវតែឈូសបានបន្តិចហើយបើសិនជាបាតក្រោមនៃប៉ុងខាត់ហ្នឹងវាអស់ជាតិអ៊ីណុកហ្នឹងបងត្រូវតែដាក់អូសវាថែមទៀតចឹងណាដើម្បីកុំឲ្យវាស្អិតទៅពេលស្អិតអាចនឹងជាប់មួយអាកញ្ចក់ទោះបីជាយើងលាបចាល់ស្ពឹកចាល់ថប់ស្ងួតនឹងក៏ដោយចឹងបានប៉ុណ្្នឹងហើយខ្ញុំចាប់ផ្ដើមលាបជាមួយនឹងទឹកកាឡុងចឹងបងឃើញឯពេលដែលអូសទឹកកាឡុងមកគឺអ៊ីណុកដែលយើងបានរុះហ្នឹងគឺវាអត់មានធ្លាក់កតិកទីមកទេចឹងបងធ្វើការលាបឲ្យបានគ្រប់ម្រាមទៅហើយដាក់អាំងចូល60វិឬក៏90វិក៏បានដែរតែប៉ុណ្្នឹងគឺរួចរាល់ហើយបងទាំងអស់គ្នាហើយខ្ញុំយកមកបិទនៅលើកញ្ចក់របស់ខ្ញុំដើម្បីបងបានឃើញថាតើការធ្វើកញ្ចក់នៅលើជើងទ្រហ្នឹងវាអាចស្អាតដូចដែលយើងមកធ្វើផ្ទាល់អត់តែបើសម្រាប់ខ្ញុំវិញពេលដែលខ្ញុំធ្វើឲ្យភ្ញៀវម្ដងគឺ
គឺកម្រខុសហាគឺដោយសារតែខ្ញុំវាស់កញ្ចក់គាត់មានវិធីវាស់កញ្ចក់អញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូក្រោយខ្ញុំនឹងបង្ហាញបងពីរបៀបវាស់កញ្ចក់ភ្ញៀវធ្វើម៉េចឲ្យត្រូវមួយទម្រង់ដៃរបស់គាត់អញ្ចឹងសម្រាប់ការបង្ហាញខ្ញុំថ្ងៃហ្នឹងមានប៉ុណ្ណឹងបើបងចូលចិត្តកុំភ្លេចចុច like និង follow subscribe ម្នាក់មួយផងណាខ្ញុំនឹងបង្ហាញពីការធ្វើកញ្ចក់ផ្សេងទៀតទៅតាមអ្វីដែលខ្ញុំចេះអរគុណបងទាំងអស់គ្នាជម្រាបលាបាយបាយ